បងប្អូនកុំត្រឡប់អាក្រក់ដូចខ្ញុំឃ្លានអីណាបើថាបានញ៉ាំទេនៅអត់សុខទេប្រហុកប្រសាំងច្រាំឆានេះមិនចេះតិចដងហើយតែនេះឃ្លានខ្លាំងទៀតហើយมันខ្ជិលរ៉ៃរាប់ឆ្នាំបងប្អូនគ្រឿងផ្សំហ្នឹងសាច់ជ្រូក3ជាន់ខ្ទឹមសប៊ីចេងស្ករហើយនឹងប្រហុកទៅច្រាំវាឲ្យបានកំណត់ពេកហើយយកវាមកដាក់ឆាប្រហុកប្រសាំងទេខ្ញុំអត់ប្រើស្ករត្នោតទេប្រើស្ករសចាឆាឲ្យបានឈ្ងុយមកឆាប្រហុកប្រសាំងគឺត្រូវការឆាធ្វើមិនឆ្ងាយបានយូរឡើងពណ៌បានឆ្ងាញ់ឆាប្រហុកប្រសាំងទឹកបងប្អូនឈ្ងុយដល់3ពុំខ្ញុំមានវីដេអូមុនហើយប៉ុន្តែថ្ងៃនេះខ្ញុំត្រឡប់អក្រក់ហ្មងឃ្លានណាដល់ពេលខ្ញុំឃ្លានខ្ញុំនៅស្ងៀមបដ ாய் គឺត្រូវតែចាត់ការនេះហ្មងចាមើលឡើងចាស់ក្លិនឈ្ងុយមកបដ ாய் ហើយបងប្អូននៅទីទៀតនៅឆាតទៅឡើងពណ៌ហើយមិនសុខសាក់ទេនៅឃើញបាយក្តាំងហើយដាំបាយមានក្តាំងទេហ្នឹងខ្ញុំក៏យកបាយហ្នឹងឲ្យមកប៉ាតដាក់ឆ្នាំងក៏ប្រើឆ្នាំងដែកណាខ្ញុំដាក់ប្រេងឬមួយក៏ខ្លាញ់អីចូលទៅបើកភ្លើងតិចទៅហើយនេះបងប្អូនគេឃើញពណ៌ដូចទឹកស៊ីអ៊ីវឯងអត់ខ្លោចទេណាប៉ុន្តែវាឡើងពណ៌អញ្ចឹងហ្មងខ្ញុំអត់ចង់ឲ្យវាពណ៌ដល់ប៉ុណ្ណឹងទេអញ្ចឹងខ្ញុំមកញ៉ាំបាយតទេបាយសនេះមួយប្រហុកឲ្យបងប្អូនមើលសិនថាវាឆ្ងាញ់យ៉ាងណាថ្ងៃនេះខ្ញុំញ៉ាំពីរសជាតិណានិយាយពីលោបលុនតសក់ស្រូវជាមួយទ្របស្រួយតូចហ្នឹងនិយាយពីត្រូវគ្នាហើយខ្ញុំស្វាយខ្ញុំបេះមកពីចកាទៀតដាក់បដ ாய் ទៅស្វាយកែវល្មៀតចាំការនិយាយពីឆ្ងាញ់ឲ្យតែតាក់ទងរបស់ប្រហុកគឺខ្ញុំឆ្ងាញ់ទាំងអស់ចាំមកពូសិនក្រោយចាំញ៉ាំមួយបាយក្តាំងនេះចេះហាងតដៃចឹងមកស្បែកជ្រូកញ៉ាំមកហូបដែលខ្លួនឯងចូលចិត្តគឺក្តីសុខពេញបេះដូងតែម្ដងជាតិនោះជាតិខំទៅចំស្បែកជ្រូកអូយបងប្អូនហ៊ានទៅមកទៀតនេះទ្របស្រួយនឹងនិយាយពីត្រូវឆ្ងាញ់ញ៉ាំបាយតែបន្តិចទេពេលញ៉ាំប្រហុកប៉ុណ្ណាបាយឃើញឲ្យញ៉ាំបិចមេតខ្លោចទេណាខ្ញុំយកពណ៌យកលក្ខណៈបែបស្រួយរងចាំទស្សនាទាំងអស់គ្នាហើយល្មិចឲ្យតថាឆាប្រហុកចុះឲ្យប្រហុកគឺរកបាយក្តាំងអត់យល់ខ្លួនឯងអត់យល់ហើយបាយក្តាំងឆ្នៃបដិទ្ធទៀតបងប្អូនហើយអត់ល្វីងទេណាតែបើយកតែពណ៌អញ្ចឹងគឺជាមេរៀនមួយបង្ហាញយើងថាកុំឃើញតែភាពល្អវាមានភាពអាក្រក់ដែរពេលយើងធ្វើវាមិនមែនដូចចិត្តទាំងអស់ទេគឺដាក់ទឹកស្អីដាក់អីទាំងបានពណ៌ហ្នឹងណាចាកែធ្វើម៉េចកែណោះគេដាក់ពណ៌ទាំងងាប់បានហើយឯងធ្វើបាយក្តាំងឡើងក្រហមជួតច្នៅហ្មងណាកាមេរ៉ាមែនឡើងអស់ផ្ទាល់ហើយមើលបងប្អូនដែលមិនទាន់បាន follow page ហ៊ុនឈឿនជួយ follow ផង subscribe channel YouTube ហ៊ុនឈឿនសូមជូនពរសុខភាពល្អគ្រប់គ្រាន់គ្រួសារសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយ